ថ្ងៃនេះនាងខ្ញុំរ៉េតសារីតាបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ2020នឹងនាំអ្នកទាំងអស់គ្នាមកមើលនៅសកម្មភាពប្រចាំថ្ងៃរបស់នាងខ្ញុំគឺជាមនុស្សម្នាក់ដែលចូលចិត្តក្រៅពីព្រលឹមព្រោះថាអារម្មណ៍នៅពេលព្រឹកព្រលឹមគឺជាអារម្មណ៍ដ៏ស្រស់ស្រាយបំផុតវាជារឿងសំខាន់ដែលត្រូវរៀបចំខ្លួនឲ្យបានរួចរាល់សម្រាប់សកម្មភាពពេញមួយថ្ងៃរបស់នាងខ្ញុំជាទូទៅនាងខ្ញុំមិនសូវជាតុបតែងមុខជាប្រចាំដែរតែដោយសារតែថ្ងៃនេះនាងខ្ញុំត្រូវប្រស័យតាក់ទងជាមួយនឹងក្រុមការងារជាច្រើនដូច្នេះ make up តិចតួចដើម្បីបង្កើនភាពជឿជាក់លើខ្លួនឯងដោយសារតែនាងខ្ញុំជាមនុស្សដែលចូលចិត្តក្រៅពីព្រលឹមអញ្ចឹងហើយនាងខ្ញុំមានពេលវេលាគ្រប់គ្រាន់ដើម្បីស្រស់ស្រូបអាហារពេលព្រឹកគឺជារបបអាហារដែលសំខាន់ជាងគេមុននឹងចេញទៅប្រជុំការងារនាងខ្ញុំឈានចូលហាងកាហ្វេនៅជិតនោះដើម្បីទទួលទានអាហារពេលព្រឹករបស់នាងខ្ញុំបន្ទាប់មកនាងខ្ញុំត្រូវមានជំនួបជាមួយនឹងក្រុមការងារដើម្បីរៀបចំនៅគម្រោងផ្សេងៗដែលនឹងត្រូវចេញនៅក្នុងពេលឆាប់ៗនេះបន្ទាប់ពីបញ្ចប់ការប្រជុំហើយនៅពេលថ្ងៃរសៀលនាងខ្ញុំត្រូវបន្តការងារនៅឯ Studio ដែលនាងខ្ញុំត្រូវថតរូបម៉ូដសម្រាប់ project របស់នាងខ្ញុំទោះជារវល់យ៉ាងណាក៏ដោយនាងខ្ញុំក៏មិនភ្លេចជាមួយនឹងការធ្វើលំហាត់ប្រាណជាប្រចាំផងដែររៀងល្ងាចបន្តិចនាងខ្ញុំត្រឡប់មកសម្រាកនៅផ្ទះវិញបន្ទាប់ពីទទួលទានអាហារពេលល្ងាចហើយនាងខ្ញុំត្រូវឆែកមើលអ៊ីមែលរបស់នាងខ្ញុំក៏ដូចជារៀបចំការវិភាគរបស់ខ្លួនឯងនៅថ្ងៃស្អែកនាងខ្ញុំតែងតែញ៉ាំទឹកចំនួន1កែវមុននឹងចូលគេងទាំងអស់នេះគឺជាសកម្មភាពសង្ខេបប្រចាំថ្ងៃរបស់នាងខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាចូលចិត្តវីដេអូមួយនេះ